บอาหารได้អ្នកបរិភោគរាល់ថ្ងៃអាចសម្លាប់អ្នកដោយស្ងៀមស្ងាត់បំផុតយោងតាមអង្គការសុខភាពពិភពលោកប្រហែល 20% នៃករណីមហារីកនៅក្នុងពិភពលោកឬក៏ស្មើនឹងម្នាក់ក្នុងចំណោមមនុស្ស 5 នាក់កើតជំងឺមហារីកគឺដោយសារតែទទួលទានអាហារមិនល្អក្នុងនោះមានអាហារដែលមានសារធាតុគីមីដូចជាបន្លែបាញ់ថ្នាំសម្លាប់សត្វល្អិតនិងសាច់ដែលមានសារធាតុអង់ទីប៊ីយោទិកជាដើមបន្លែជាច្រើនអាចមើលទៅស្រស់ល្អប៉ុន្តែភាគច្រើនសម្បូរទៅដោយសារធាតុគីមីកសិកម្មការសិក្សានៅឆ្នាំ 2019 ដែលត្រូវបានចេញផ្សាយនៅក្នុងការស្រាវជ្រាវ Mutation បានរកឃើញថាសារធាតុគីមីហាមឃាត់ជាពិសេស Glyphosate ដែលជាថ្នាំសម្លាប់ស្មៅបង្កហានិភ័យកើតជំងឺមហារីកកូនកណ្ដុរដល់ទៅ 41% មហារីកកូនកណ្ដុរជាមហារីកប្រព័ន្ធការពាររាងកាយដ៏មហន្តរាយបំផុតសាច់សត្វក៏មានហានិភ័យកើតមហារីកខ្ពស់ណាស់ដែរសត្វជាច្រើនត្រូវបានចាក់អរម៉ូនឬក៏ផ្ដល់អាហារមានអរម៉ូនដើម្បីឲ្យធំលូតលាស់លឿនឬធ្វើឲ្យសម្បូរទឹកដោះសម្រាប់សត្វគោជាដើមអរម៉ូននេះអាចបង្កឲ្យមានជំងឺមហារីកក្រពេញប្រូស្តាតនៅក្នុងចំណោមបុរសលើសមហារីកផ្សេងៗទៀតដល់ទៅ4 ដងឯណោះសាច់បង្កកឬក៏សាច់កែច្នៃដែលគេដាក់សារធាតុគីមីដើម្បីរក្សាពណ៌ឲ្យស្រស់ល្អនិងមិនងាយស្អុយជាដើមក៏អាចគ្រោះថ្នាក់ខ្លាំងដែរទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីកដែលជាស្ថាប័នរបស់អង្គការសុខភាពពិភពលោកចាត់ថ្នាក់សាច់កែច្នៃដូចជាសាច់ក្រកនិងប្រហិតជាដើមជាសារធាតុបង្កមហារីកក្រុមទី1ដូចគ្នាទៅនឹងថ្នាំជក់អ្នកជំនាញសុខភាពលើកទឹកចិត្តឲ្យគ្រប់គ្នាដាំដុះឬក៏បរិភោគសាច់បន្លែសរីរាង្គកាត់បន្ថយការទទួលទានសាច់កែច្នៃឲ្យបានច្រើនបំផុតកាត់បន្ថយជាតិស្រវឹងនិងបារីដែលជាជំហានសាមញ្ញអាចបន្ថយហានិភ័យនៃជំងឺមហារីកយោងតាមអង្គការសុខភាពពិភពលោកថ្នាំជក់រួមចំណែក 22% នៃការកើតជំងឺមហារីកតាមបន្តដោយការឆ្លងមេរោគដូចជា HPV និងជំងឺរលាកថ្លើមមានប្រហែលជា 15% គ្រឿងស្រវឹងប្រហែលជា 5% ការពុលបរិស្ថានពី 3 ទៅ 5% និងកត្តាតំណពូជ 5 ទៅ 10% នៅទូទាំងពិភពលោកមានមនុស្ស 10 លាននាក់បានស្លាប់ដោយសារតែជំងឺមហារីកជារៀងរាល់ឆ្នាំ